បាទសួស្តីបងបាទក្រោយពីបាត់មុខអស់មួយរយៈបាទថ្ងៃនេះសូមបង្ហាញអំពីផ្ទះបុរាណមួយបាទដែលផ្ទះខ្មែរយើងគឺថារបៀបដាំស្លគឺថាតុបតែងរបៀបបុរាណគឺថាធ្វើនេះគឺថាដើម្បីរំលឹកអំពីអតីតកាលរបស់យើងបាទគឺថារក្សាទុកមិនឲ្យក្មេងៗចំនួនក្រោយភ្លេចទេបាទទុកឲ្យបងប្អូនបានអញ្ជើញមកទស្សនាបានឃើញពីរបស់របរដែលចាស់បុរាណយើងតែងតែប្រើប្រាស់ក្នុងផ្ទះបាយបាទក្នុងការដាំស្លរៀបចាប់ត្រីអីហ្នឹងគឺថាគឺយើងយកមករក្សាទុកនៅធ្វើជាផ្ទះខ្ទមមួយទុកឲ្យក្មេងៗជំនាន់ក្រោយសម្រាប់មើលឬក៏ថតរូបលំហែអារម្មណ៍កំសាន្តនេះបងប្អូនអ្វីដែលសំខាន់គឺថាមិនចង់ឲ្យបាត់បង់នៅគេដំណើរវប្បធម៌ខ្មែរយើងរបស់ចាស់បាទទុកដូចជា8នំគ្រក់អីហ្នឹងត្បាល់កិនម្សៅក្អមទឹកក្អមអីហ្នឹងបាទគឺថាយើងយកមកដាក់តាំងទុកចែកជូនក្មេងៗចំនួនក្រោយមើលឲ្យបានដឹងថានេះហើយជាពីដើមឡើយគឺថាយើងអត់មានអីទេមានតែរបស់ប្រើប្រាស់ឥឡូវក្មេងៗឥឡូវស្គាល់តែរបស់ទំនើបទេអាស្ក្រានហ្គាសអាគីសនីតែរបស់ទំនើបច្រើនណាស់អាចនឹងភ្លេចបាទអាហ្នឹងសម្រាប់អ្វីដែលខ្ញុំចង់បង្ហាញពេលនេះគឺថាគោលដៅធំគឺថាគេសកគោលយើងបាទរងចាំអស់រយៈពេលយូរដែរហើយខានធ្វើវីដេអូយូរដែរបងប្អូនបាទគឺថាចាំគាត់បង្ហាញសម្រស់បងប្អូនអើយគឺថាចេញមកហើយមួយគុំនេះ2មេឃនេះគឺថា5តងតែម្ដងបាទ3នេះគាត់ថាមិនតន់រីកទេប៉ុន្តែរីកបាន2ហើយគឺថាស្រស់ស្អាតមែនតែនមើលហើយគឺថាអារម្មណ៍ស្រស់ស្រាយក្អូមហ្នឹងសម្រស់ធម្មជាតិទេពិតជាធម្មតាចឹងណាបងប្អូនខានចេញវីដេអូយូរដោយសាររងចាំបញ្ចេញសម្រស់ហើយគឺថាដាក់ចែកជូនបងប្អូនពុកម៉ែមើលដឹងថាសម្រស់កេសូកេសរកូលរបស់ខ្មែរយើងមិនធម្មតាទេបាទជាធម្មជាតិពិតដែលរស់នៅក្នុងតំបន់ព្រៃភ្នំដែលដាច់ស្រយាលបងប្អូនខ្លះមិនដែលដឹងទេបងប្អូនថាឃើញដាំស្អាតផ្កាគឺថាការមើលថែទាំគឺយើងដិតដល់មែនតើបងប្អូនមិនហ៊ានប្រហែសទេថាទឹកស្រោចជាប្រចាំបាទគឺថាបងប្អូនគាត់ស្រោចមកថ្ងៃ2ដងព្រឹកល្ងាចតម្រាំបានចេញសម្រស់ចែកជូនបងប្អូនមើលនេះមិនធម្មតាទេហើយអមជាមួយផ្ទះបាយបុរាណនេះដាក់ទៅថាញាក់សាច់តែម្ដងត្រឹបតែម្ដងទៅស៊ីគ្នាមែនតើបងប្អូនបាទផ្ទះបាយបុរាណអមជាមួយកេសរកូលបាទជាផ្កាធម្មជាតិដែលរស់នៅលើព្រៃភ្នំបាទពេលនេះបានបង្ហាញសម្រស់នៅក្នុងផ្ទះបាយបុរាណទៀតមិនធម្មតាទេតម្រាំលេចបានប៉ុណ្នេះគឺថាការថែទាំដល់បងប្អូនមកឲ្យក្អូបហើយនិយាយទៅអ្នកដែលស្រឡាញ់ផ្កាស្រឡាញ់ធម្មជាតិថាឃើញនេះគឺថាមានអារម្មណ៍ថាតាក់ទាញហើយនឹងមានអារម្មណ៍ថាស្រស់ស្រាយមែនតែនបាទអូយ1 2មេឃនេះចេញផ្កាឡើង5តងមិនធម្មតាទេមិនងាយមកទាំងភងយើងបងប្អូនគឺថាធម្មជាតិនេះមើលតែពណ៌ដឹងថាយើងថែទាំដុតដល់គឺថាពណ៌សម្រស់គាត់ថាមើលទៅដូចថាមានសាច់មានឈាមបងប្អូនបាទគឺថាសម្រស់ញាក់សាច់អ្វីដែលសំខាន់នោះផ្លែផ្កាចេញមកក៏មិនធម្មតាដែរសូម្បីតែរៀបចំរីកនេះក៏រីកថារបៀបថាមានកម្លាំងបងប្អូនបាទមានកម្លាំងណាអញ្ចឹងសន្ទុះនៃការរីកគឺលឿនមែនតើអញ្ចឹងនេះការដែលរីកហើយទំខុសនេះតែ2ថ្ងៃប៉ុន្តែរីកឈូសស្គាយអូបពេញផ្ទះតែម្ដងមិនធម្មតាទេអូយពិតជាធម្មជាតិអើយមិនគួរឲ្យជឿពេលខ្លះអ្នកខ្លះថាដឹងស្អីដាំកាពេកកពុកនឹងផ្កាពេលណាផ្កាអូខេយើងត្រូវការរងចាំពេលវេលាថៃក៏ដោយត្រូវការពេលវេលាទៀមទានឹងពេលវេលាមកដល់គឺថាទទួលបានផលបានផ្លែបានផ្កាអ្វីដែលចង់បានគឺឃើញសម្រស់ដែលគាត់បានបញ្ចេញមកថាមានពណ៌ខុសគ្នានេះមួយប្រភេទទេនៅច្រើនប្រភេទទៀតអញ្ចឹងនៅវីដេអូច្រើនទៀតបងប្អូនអញ្ចឹងខ្ញុំបង្ហាញនេះគឺថាអ្វីដែលចេញផ្កាដែលមកពូជផ្សេងចេញទៀតខ្ញុំនឹងធ្វើវីដេអូបញ្ចេញមកទៀតហើយអត់ទុកទេថាទុកចែកជូនមើលថាសម្រស់របស់ធម្មជាតិរុក្ខជាតិលើព្រៃភ្នំនេះមិនធម្មតាទេបងប្អូនបាទកេសរកូលរបស់ខ្មែរយើងឬក៏គេហៅកេសរកូលព្រៃបាទស្រស់ស្អាតមែនតើអ្នកស្រឡាញ់ការគឺយល់អារម្មណ៍មួយនេះតែម្ដងបងប្អូនបើកភ្នែកមកថាបើកប្អួចមកចំមកថាអូបនិយាយថាអារម្មណ៍ស្រស់ស្រាយពេលព្រឹកតែម្ដងបាទមិនធម្មតាទេនេះហើយធម្មជាតិពិតដែលលោកបានបង្កើតមករស់នៅលើកំពូលភ្នំនៅពេលនេះបានមកដល់ក្នុងដៃហើយក៏បាននៅក្នុងផ្ទះបុរាណទៀតពិតជាមិនធម្មតាមែន